ប្រាសាទដំរីក្រាបប្រាសាទដំរីក្រាបស្ថិតនៅលើខ្នងភ្នំគូលែននៅក្នុងព្រៃជ្រៅបន្តិចមែនតែនៅតែអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលកម្សាន្តនិងបន់ស្រន់ផងដែរស្ថិតនៅមិនឆ្ងាយពីស្រះដំរីប្រាសាទដំរីក្រាបមានទីតាំងស្ថិតនៅលើភ្នំគូលែនក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមស្រុកស្វាយលើខេត្តសៀមរាបប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងកំឡុងសតវត្សទី9នៃអាណាចក្រខ្មែរហើយបើទោះជារងការបែកបាក់ដោយអន្លើក៏ពិតមែនតែប្រាសាទមួយនេះនៅតែបង្អួតសម្រស់យ៉ាងស្រស់ត្រកាលរួមផ្សំជាមួយនឹងធម្មជាតិខៀវខ្ចីដែលអាចទាក់ទាញដល់ភ្ញៀវទេសចរមកជាហូរហែផងដែរប្រាសាទដំរីក្រាបកសាងអំពីឥដ្ឋមានតួប៉ម3សង់លើខឿនថ្មបាយក្រៀមតែមួយនិងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញតួប៉ម2នៅសងខាងតួប៉មកណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារនិងមួយទៀតត្រឹមខឿនរីឯតួប៉មកណ្ដាលមានសភាពល្អច្រើនហើយជាងធ្វើអំពីឥដ្ឋបែកបាក់នាផ្នែកខ្លះនិងមានបន្សល់ស្លាកស្នាមបិទបែកអនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗយើងឃើញមានបំណែកផ្ដែបំណែកជើងទម្រស្នាណាត្រូនីនិងសសរពេជ្ររាង8ជ្រុងចំនួន2នៅល្អស្ថិតនៅក្នុងតួប៉មកណ្ដាលចំណែកគោបុរៈកសាងអំពីឥដ្ឋសប្តាហ៍ថ្ងៃនៅសល់តែគ្រឹះនិងផ្ដែទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះប្រាសាទនេះពីដើមមានតម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយសូមអរគុណ